ផ្លែល្ពៅគឺជាប្រភេទដំណាំនៅក្នុងស្រុកដែលប្រជាកសិករខ្មែរយើងគាត់អាចដាំដុះបានដោយខ្លួនឯងនិងប្រមូលផលបានច្រើនបើនិយាយទៅដល់អត្ថប្រយោជន៍របស់ផ្លែល្ពៅគឺថាមានច្រើនខ្លាំងមែនទែនហើយវាល្អទៅដល់សុខភាពមិនថាសម្រាប់មនុស្សចាស់និងកូនក្មេងមិនត្រឹមតែប៉ុណ្ណោះផ្លែល្ពៅយើងអាចយកទៅច្នៃធ្វើជាម្ហូបបានច្រើនមុខជាពិសេសមិនថាបង្អែមឬភេសជ្ជៈទេអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំសូមមកចែករំលែកពីរបៀបនៃការធ្វើភេសជ្ជៈសុខភាពម្យ៉ាងដែលយើងច្នៃចេញពីផ្លែល្ពៅគឺទឹកល្ពៅនេះឯងដោយសាររបៀបនៃការធ្វើទឹកល្ពៅគឺថាមានភាពងាយស្រួលយើងត្រូវការគ្រឿងផ្សំតែប៉ុន្មានមុខតែប៉ុណ្ណោះហើយរបៀបនៃការធ្វើគឺថាតែមួយផ្លែតទេយើងនឹងទទួលបានរសជាតិភេសជ្ជៈដែលយើងច្នៃចេញពីផ្លែល្ពៅគឺថារសជាតិឡើងឈ្ងុយឆ្ងាញ់ខ្លាំងតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះទៅផ្សាររៀងថ្ងៃគឺខ្ញុំរកល្ពៅខ្មែរយើងរៀងមូលហ្នឹងអត់មានទេអ្នកទាំងអស់គ្នាអ្នកលក់គាត់នៅសល់តែល្ពៅឃ្លោកអញ្ចឹងទិញល្ពៅឃ្លោកមកផ្លែហ្នឹងមកទម្ងន់ប្រហែលជា7 គីឡូដែរយើងធ្វើការចិតសបកចាលាងសម្អាតឲ្យបានស្អាតហើយកាត់វាជាដុំៗបែបនេះអ្នកទាំងអស់គ្នាអញ្ចឹងយើងលាងប្រហែលជា3-4 ទឹកមកបន្ទាប់មកគឺខ្ញុំយកល្ពៅរបស់យើងចាមកដាក់ចំហុយអ្នកទាំងអស់គ្នាចង់ចំហុយក៏បានចង់ស្ងោរក៏បានដែរដោយសារតែផ្លែល្ពៅនេះគឺវារហ័សក្នុងការឆ្អិនទេអ្នកទាំងអស់គ្នាអញ្ចឹងបន្ទាប់ពីធ្វើការចំហុយហើយខ្ញុំទុករៀងត្រជាក់បន្តិចខ្ញុំក៏បានយកល្ពៅយើងមកធ្វើការក្លុកប៉ុន្តែយើងអាចក្លុកតែល្ពៅសុទ្ធអ្នកទាំងអស់គ្នាយើងត្រូវបន្ថែមទឹកបន្តិចកាលណាតែក្លុកតែល្ពៅសុទ្ធគឺវាស្អិតចាក្លុកមិនស្រួលនោះគឺថាឆេះម៉ាស៊ីនហើយអញ្ចឹងយើងគ្រាន់តែធ្វើការក្លុកល្ពៅយើងម្ដងបន្តិចជាមួយនឹងទឹកឲ្យវាឡើងម៉ត់ល្អតែប៉ុណ្្នឹងគឺរួចស្រេចអ្នកទាំងអស់គ្នាចាអញ្ចឹងឥឡូវយើងងាកមកមើលគ្រឿងផ្សំផ្សេងៗដែលយើងមាននៅក្នុងសម្រាប់ការធ្វើទឹកល្ពៅអញ្ចឹងគឺខ្ញុំមានស្ករចាខ្ញុំមានអំបិលខ្ញុំមានស្លឹកតើយប្រហែលជា4-5សន្លឹកហើយនេះជាខ្ទិះដូងអ្នកទាំងអស់គ្នាប្រហែលជា1 លីត្រចាហើយនេះគឺជាទឹកដោះគោស្រស់អ្នកទាំងអស់គ្នាឬមួយក៏ទឹកដោះគោកំប៉ុងអញ្ចឹងរបៀបនៃការធ្វើយើងគ្រាន់តែធ្វើការចាល្ពៅដែលយើងបានក្លុកអំបាញ់មិញចូលទៅក្នុងឆ្នាំងហើយបន្ទាប់មកគឺខ្ញុំបានលាយទឹកស្អាតចាចំនួនប្រហែលជា1 លីត្រទៀតចូលទៅអ្នកទាំងអស់គ្នាហើយបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងទឹកខ្ទិះដូងចាទាំងចុងទាំងដើមសរុបទៅប្រហែលជា1 លីត្រអញ្ចឹងសម្រាប់ខ្ទិះដូងជាមួយនឹងទឹកហ្នឹងគឺខ្ញុំប្រើចំនួន2 លីត្រហើយបន្ទាប់មកគឺខ្ញុំបានលួចជាមួយនឹងអំបិលប្រហែលជាកន្លះស្លាបព្រាកាហ្វេបន្ទាប់មកគឺស្ករអ្នកទាំងអស់គ្នាសម្រាប់ស្ករអ្នកទាំងអស់គ្នាអាចលៃលកចាទៅតាមចំណូលចិត្តថាអ្នកទាំងអស់គ្នាចង់បានរសជាតិផ្អែមរៀងដិតឬមួយក៏ផ្អែមល្មមអញ្ចឹងប៉ុន្តែសម្រាប់ខ្ញុំប្រើស្ករចាចំនួន2 ខាំរសជាតិហ្នឹងគឺថាវាផ្អែមឡំវាមិនផ្អែមខ្លាំងពេកទេអញ្ចឹងបន្ទាប់ពីធ្វើការកូរគ្រឿងផ្សំទាំងអស់ហ្នឹងបានរលាយសព្វល្អខ្ញុំក៏បន្ថែមទឹកដោះគោកំប៉ុងយើងចូលទៅអ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ប្រើទឹកដោះគោកំប៉ុងអ្នកទាំងអស់គ្នាក៏អាចប្រើទឹកដោះគោស្រស់ចំនួនក៏បានដែរប៉ុន្តែគ្រាន់តែថាយើងប្រើទឹកដោះគោកំប៉ុងទៅរសជាតិវារៀងគ្រីមណាអញ្ចឹងវាឈ្ងុយជាងតែប៉ុណ្្នឹងទេបន្ទាប់មកយើងគ្រាន់តែបន្ថែមស្លឹកតើយចូលទៅទុកតែមួយពុះគឺជាការស្រេចអ្នកទាំងអស់គ្នានិយាយទៅគឺថាលឿនរហ័សតែម្ដងចំណាយពេលអត់ដល់កន្លះម៉ោងគឺទឹកល្ពៅយើងគឺបានឆ្អិនរួចរាល់តែម្ដងអ្នកទាំងអស់គ្នាគ្រាន់តែយើងធ្វើការផ្ទេរចូលទៅក្នុងដបស្អាតដបថ្មដើម្បីរក្សាទុកនិយាយទៅសម្រាប់ទឹកល្ពៅមួយនេះចាគឺថាយើងអាចទុកនៅក្នុងទូត្រជាក់បានពី5 ថ្ងៃទៅ1 អាទិត្យយ៉ាងយូរដោយសារតែយើងមានប្រើលាយជាមួយនឹងខ្ទិះដូងអញ្ចឹងយើងអាចទុកយូរថ្ងៃបានទេវារហ័សនឹងផ្អូមប៉ុន្តែខ្ញុំជឿថាសម្រាប់ទឹកល្ពៅនេះអ្នកទាំងអស់គ្នាពេលធ្វើហើយគឺថាញ៉ាំតែមួយផ្លែទេគឺអស់ដោយសារតែរសជាតិវាគឺថាពេលដែលយើងញ៉ាំទៅវាឈ្ងុយចាវាខ្ទិះវាជាប់មាត់ខ្លាំងមែនតើរសជាតិគឺថាផ្អែមល្មមមិនខ្លាំងពេកទេសម្រាប់អ្នកដែលគាត់អត់សូវជាចូលចិត្តផ្អែមក៏គាត់អាចពិសាបានដែរសម្រាប់ទឹកល្ពៅមួយនេះគឺខ្ញុំអាសាធ្វើមែនតើជាពិសេសនៅពេលដែលចាមានចាស់ៗមកលេងជាពិសេសគឺថ្ងៃនេះម៉ាក់ក្មេកខ្ញុំគាត់មកលេងអញ្ចឹងខ្ញុំគិតថាខ្ញុំចង់ធ្វើទឹកល្ពៅឲ្យគាត់ញ៉ាំដោយសារតែទឹកល្ពៅមួយមុខនេះក៏ល្អសម្រាប់សុខភាពទៅដល់មនុស្សចាស់ដែរនិយាយទៅធីមចាគោភាសាស្រីទាំងអស់គ្នាអាចមើលវីដេអូនេះហើយអ្នកទាំងអស់គ្នាអាចទៅធ្វើឲ្យម៉ាក់ក្មេកញ៉ាំបានធានាបានថាពិន្ទុ100 លើ 100ពេញហ្មងអរគុណច្រើនសម្រាប់ការទស្សនា